បាទសូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមចេញវីដេអូអំពីការចូលប្រើប្រាស់ក្នុងកម្មវិធីបឋមពីធំបាទថាតើយើងចូលក្នុងកម្មវិធីហ្នឹងតាមរបៀបណាបាទអញ្ចឹងការចូលនៅក្នុងកម្មវិធីពីធំនេះគឺមានពីររបៀបបាទអញ្ចឹងខ្ញុំបង្ហាញទាំងពីររបៀបបាទរបៀបទី1គឺលោកគ្រូអ្នកគ្រូទាំងអស់គ្នាចូលទៅក្នុង Google Chrome រួចវាយពាក្យ PLP បាទអញ្ចឹងបន្ទាប់ពីយើងវាយពាក្យ PLP ហើយយើងចុច Enter មកគឺវាបង្ហាញ link នេះបាទ link នៅខាងលើគេហ្នឹងអញ្ចឹងយើងចុចចូល link ហ្នឹងបាទយើងចុចចូល link ថ្នាបឋមមកបាទអញ្ចឹងបន្ទាប់ពីយើងចុចចូល link ថ្នាបឋមហើយគឺវាបង្ហាញទម្រង់បែបនេះអញ្ចឹងអ្វីដែលយើងត្រូវជ្រើសរើសគឺយើងជ្រើសរើសអនុវិស័យបឋមបាទយើងចុចលើពាក្យអនុវិស័យបឋមមកបាទអញ្ចឹងពេលដែលយើងចុចលើអនុវិស័យបឋមហើយគឺវាបង្ហាញផ្ទាំងបែបនេះមួយទៀតអញ្ចឹងយើងជ្រើសរើសពាក្យសិស្សបាទយើងចុចលើពាក្យសិស្សបន្ទាប់ពីយើងចុចលើពាក្យសិស្សហើយវាបង្ហាញផ្ទាំងបឋមភីធំហើយបាទអញ្ចឹងយើងចុចលើពាក្យបឋមភីធំបាទនេះគឺជារបៀបទី1បាទអញ្ចឹងខ្ញុំសូមបង្ហាញតអំពីរបៀបទី2បាទអញ្ចឹងរបៀបទី2នេះគឺវាប្រហាក់ប្រហែលទៅនឹងរបៀបទី1ផងដែរបាទគ្រាន់តែយើងចូលទៅក្នុង Google Chrome យើងបដូរពាក្យវិញបាទរបៀបទី1យើងវាយពាក្យ PLP បាទរបៀបទី2នេះគឺយើងវាយពាក្យ P ធំតែម្ដងបាទអញ្ចឹងយើងវាយពាក្យ P ធំហើយយើងចុច Enter មកស្វែងរកឃើញ link នៅខាងលើគេបាទឃើញ link P ធំបន្ទាប់ពីលោកគ្រូអ្នកគ្រូឃើញ link P ធំហើយយើងចុចចូល link បាទអញ្ចឹងចុចចូល link វាបង្ហាញ account P account បឋម PLP សំទោស account P ធំបាទអញ្ចឹងនៅក្នុងនេះខ្ញុំសូមបង្ហាញទាំងរបស់លោកគ្រូអ្នកគ្រូនិងបង្ហាញរបស់សិស្សបាទអញ្ចឹងការចូលរបស់លោកគ្រូអ្នកគ្រូគឺវាយលេខកូដតាម PLP បាទទាំងលេខកូដឬក៏ scan បាទអញ្ចឹងត្រង់បញ្ហារបស់សិស្ស account របស់សិស្សគឺរៀងលំបាកជាងរបស់លោកគ្រូអ្នកគ្រូបន្តិចពេលដែលយើងវាយលេខកូដពេលខ្លះវាអត់ឲ្យទេបាទ scan ក៏វាអត់ឲ្យដែរអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងពឹងផ្អែកតាមរបៀបទី3បាទអញ្ចឹងយើងប្រើជំនួយពីគ្រូវាងាយស្រួលជាងយើងវាយលេខកូដនិង scan QR បាទអញ្ចឹងយើងចុចពាក្យជំនួយពីគ្រូបាទខាងក្រោមគេនេះបាទយើងចុចពាក្យជំនួយពីគ្រូបើយើងចង់ log account របស់កូនសិស្សបាទអញ្ចឹងយើងចុចពាក្យជំនួយពីគ្រូហើយនៅក្នុងទូរស័ព្ទដៃរបស់កូនសិស្សគឺវាបង្ហាញ QR មួយបាទបង្ហាញ QR មួយបាទអញ្ចឹងពេលដែលបង្ហាញ QR មួយលោកគ្រូអ្នកគ្រូត្រូវប្រើ account របស់លោកគ្រូអ្នកគ្រូបាទអញ្ចឹងអានេះទូទៅថាយើងទុក account របស់កូនសិស្សសិនអញ្ចឹងខ្ញុំសូមបង្ហាញទៅកន្លែងរបស់គ្រូសិនបាទថាតើត្រូវយក account មួយណាមក scan អញ្ចឹងបើបង្ហាញ QR របស់កូនសិស្សឲ្យលោកគ្រូអ្នកគ្រូយក account ដែល PLP យកមក scan គឺវាអត់ឲ្យទេបាទអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវប្រើ account P ធំវិញទៅវាឲ្យបាទអញ្ចឹងកន្លែងរបស់កូនសិស្សនេះគឺលោកគ្រូអ្នកគ្រូប្រហែលជាអាចតន់ហើយអញ្ចឹងខ្ញុំសូមបង្ហាញទៅកន្លែងរបស់គ្រូវិញថាតើយក QR ពីណាមកដើម្បី scan អញ្ចឹងលោកគ្រូអ្នកគ្រូ log account P ធំរបស់លោកគ្រូអ្នកគ្រូឲ្យហើយបាទ log ឲ្យហើយទៅជំហានទី1គឺលោកគ្រូអ្នកគ្រូចុចកន្លែង profile កន្លែងឈ្មោះបាទអញ្ចឹងពេលដែលយើងចុចឈ្មោះហើយយើងជ្រើសរើសពាក្យបញ្ជីសិស្សបាទយើងជ្រើសរើសពាក្យបញ្ជីសិស្សបាទបន្ទាប់ពីយើងជ្រើសរើសពាក្យបញ្ជីសិស្សហើយបើករណីអត់ឃើញឈ្មោះសិស្សទេគឺលោកគ្រូអ្នកគ្រូចុចធ្វើសមកាលកម្មសិស្សមកគឺវាបង្ហាញចំនួនសិស្សទាំងអស់នៅខាងក្រោមហ្នឹងបាទអញ្ចឹងពេលដែលបង្ហាញចំនួនសិស្សខាងក្រោមហើយយើងចង់ scan account P ធំហ្នឹងឲ្យកូនសិស្សមិញដែលគាត់ប្រើជំនួយពីគ្រូមិញយើងប្រើកន្លែងនេះបាទលោកគ្រូអ្នកគ្រូមើលកន្លែងឈ្មោះរបស់គាត់ហើយគឺឃើញ QR មួយបាទឃើញ QR មួយអញ្ចឹងលោកគ្រូអ្នកគ្រូចុចកន្លែង scan QR ហ្នឹងទៅបាទវាបង្ហាញកាមេរ៉ា scan បែបនេះបាទបង្ហាញកាមេរ៉ា scan បែបនេះអញ្ចឹងយើងគ្រាន់តែយកទូរស័ព្ទដៃរបស់លោកគ្រូហ្នឹងឬក៏របស់អ្នកគ្រូហ្នឹងទៅ scan លើទូរស័ព្ទដៃរបស់កូនសិស្សកន្លែងជំនួយពីគ្រូនោះសិស្សម្នាក់ហ្នឹងគឺគាត់អាចចូលបានណាបាទអញ្ចឹងគឺការចូលក្នុងកម្មវិធី P ធំហ្នឹងគឺមានពីររបៀបហ្នឹងបាទអញ្ចឹងខ្ញុំសូមបង្ហាញជូនលោកគ្រូប៉ុណ្ណេះសូមអរគុណច្រើនសម្រាប់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលតាមដានវីដេអូរបស់ខ្ញុំបាទសូមអរគុណ